យើងមិញនេះ Apple ក៏បានបញ្ចេញ version ថ្មីមួយទៀតដែរគឺ 18.5 ដែលវាជា version ផ្លូវការ official តែម្ដងដែលគ្រប់គ្នាក៏អាចធ្វើការដំឡើងបានអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមាន5ចំណុចថ្មីដែល Apple ក៏បានបញ្ចូលនៅលើ version 18.5 ហ្នឹងណាអញ្ចឹងខ្ញុំមានទូរស័ព្ទពីរមួយនៅលើ 18.4 មួយទៀតនៅលើ 18.5 ដើម្បីប្រៀបធៀបគ្នាថាវាមានអីខុសគ្នាខ្លះតែមុនចូលកាន់វីដេអូនេះខ្ញុំក៏គុណអ្នកឧបត្ថម្ភដែរសម្រាប់បងប្អូនដែលចង់បាន iPhone និងក៏ Samsung ទាំងថ្មីមកទឹកបងប្អូនដែលទឹកខ្មែរ168 phone សបានគាត់មានវាយដូរឡើងសេរីគាត់មានបនមួយជាមួយនឹងហាងឬក៏បនរំលោះសុទ្ធជាមួយនឹងធនាគារក៏បានដែរហើយគាត់ថែមទាំងមានការធានាជូនដល់ទៅ1ឆ្នាំទៀតដំបូងខ្ញុំសូមនិយាយតាក់ទងនឹងទំហំទៅមុនអញ្ចឹងខ្ញុំបានធ្វើការថតអេក្រង់ទុកដែរ version ហ្នឹងនៅលើ16 Pro Max របស់ខ្ញុំវាខ្ទង់ 1.58 GB ធំគួរសមវាចូលចិត្ត2 GB ហើយក្នុងហ្នឹងគឺគាត់បានបន្ថែមច្រើនគាត់ជួសជុលបញ្ហាមួយចំនួនហើយនឹងថែមរូបភាពថ្មីជាមួយនឹងការបន្ថែមទៅលើប្រព័ន្ធសុវត្ថិភាពណាអ្វីដែលយើងកត់សម្គាល់មុនគេនៅពេលយើងតាំងរូបគឺយើងនឹងឃើញរូបភាពថ្មីមួយដែលជាប្រភេទរូបភាព private wallpaper នេះជារូបភាពមួយនេះចឹងនេះជារូបថ្មីដែលគាត់ទៅតែបញ្ចូលនៅលើ version ហ្នឹងណាចឹងពេលខ្ញុំ click save វាឥឡូវខ្ញុំសាកតាំងសិនចឹងខ្ញុំសុំតាំងមកចឹងនៅពេលតាំងនៅពេលដែលយើងបិទបើកគឺវាមាន animation បែបនេះហើយបើយើងមាន all the way on ទៀតក៏វាបង្ហាញ style ដែលខ្ញុំសុំបើកងាយ all the way on សិនអូខេខ្ញុំសុំបើកវាសិនចឹងនៅពេលខ្ញុំ lock ទូរស័ព្ទរបស់ខ្ញុំឃើញវាឃើញបែបជាបន្តបែបហ្នឹងតែនៅពេលខ្ញុំប៉ះគឺវាភ្លឺចេញមកដិតបែបនេះស្ទយមួយយ៉ាងដែរគ្នាធ្លាប់ប្រើប្រាស់មុខងារ back tab អត់នៅពេលខ្ញុំចូលមកកាន់ setting ខ្ញុំចូលមកកាន់ accessibility ហើយឡើយខ្ញុំសូមចូលមកកាន់ touch ចឹងអូចុះក្រោយផុតវាមានមុខងារ back tab នេះដែលយើងអាចប៉ះខាងក្រោយ2ដងឬក៏3ដងដើម្បីធ្វើមុខងារអីមួយណាឥឡូវឧទាហរណ៍ថាខ្ញុំប៉ះវា2ដងឲ្យវាចូលកាន់កាមេរ៉ាចឹងនៅពេលខ្ញុំប៉ះ2ដងគឺវាចូលកាន់កាមេរ៉ាហើយវា load ជាអក្សរពីលើអេក្រង់ប៉ុន្តែជាមួយនឹង version 18.5 ហ្នឹងគឺយើងអាចបិទអក្សរដែលវា load ចេញមកនឹងបានចឹងមកខ្ញុំចូលមកកាន់ setting នឹងវិញបងប្អូនអាចបិទនេះវាដាក់កន្លែង option ដែលយើងអាចបិទអក្សរ banner នេះយើងបិទទៅនៅពេលយើង perform មុខងារអីមួយឃើញវាមាន load ជាសារនៅលើអេក្រង់ហ្នឹងអញ្ចឹងចំណុចថ្មីមួយទៀតតកតងនឹងការភ្ជាប់ទៅកាន់ផ្កាយ knob ណានៅពេលទូរស័ព្ទយើងមានសេវាមានអីចឹងទៅយើងអាចសុំជំនួយអីតាមរយៈការប្រើប្រាស់ផ្កាយ knob ក្នុងការផ្ញើសារឬក៏ទេបន្តអីចឹងទៅប៉ុន្តែដោយសារតែមុខងារស្រុកយើងហ្នឹងវាអត់មានណាខ្ញុំបង្ហាញការខ្ញុំអាចបង្ហាញជា screenshot ដូចជាបងប្អូនបានឃើញអញ្ចឹងហើយលើកហ្នឹងការភ្ជាប់ទៅកាន់ផ្កាយ knob ហ្នឹងគឺគាត់ដាក់ support ដល់ iPhone 13ណាកាលពីមុនគឺ iPhone 13អត់ support ទេប៉ុន្តែឥឡូវមិនថា iPhone 13 Pro ឬក៏13 Pro Max ទេគឺសិតតែ support ជាមួយនឹងការប្រើប្រាស់ផ្កាយ knob ហ្នឹងទាំងអស់ហើយក្រៅពីហ្នឹងគឺមុខងារតូចៗទេដែលខ្ញុំគិតថាវាមិនសំខាន់ការបង្ហាញរសារដូចជាកម្មវិធី mail ទេបងប្អូនមិនសូវជាប្រើហើយមួយទៀតតកតង performance តកតងថ្មហ្នឹងគឺគាត់ improve បានច្រើនទៅលើ version ថ្មីហ្នឹងជាពិសេសគឺប្រព័ន្ធសុវត្ថិភាពហ្នឹងតែម្ដងអញ្ចឹងបើយើងនៅលើ version ទៀតបងប្អូនគួរតែឡើងទៅកាន់ 18.5 ហ្នឹងទៅអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត